ធនាគារអភិវឌ្ឍន៍អាស៊ីបដិញ្ញាគារកោថវិកា$30,000,000ដើម្បីជួយដល់ប្រទេសអាស៊ានភ្នំពេញធនាគារអភិវឌ្ឍន៍អាស៊ីបានប្រកាសនៅថ្ងៃនេះថាខ្លួននឹងប្រមូលថវិកាចំនួន$30,000,000អាមេរិកត្រឹមឆ្នាំ2030ដើម្បីជួយដល់ប្រទេសអាស៊ានក្នុងការជំរុញអាទិភាពអភិវឌ្ឍន៍រយៈពេលវែងនិងពង្រឹងភាពធន់ចំពោះវិបត្តិនិងសម្ពាធថប់ពីខាងក្រៅលោក Masato Kanda ប្រធានធនាគារអភិវឌ្ឍន៍អាស៊ីបានប្រកាសការបដិញ្ញាចិត្តនេះក្នុងអំឡុងការចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី48នៅទីក្រុងសេប៊ូដែលមេដឹកនាំអាស៊ានបានស្វាគមន៍ចំពោះភាពជាដៃគូយូរអង្វែងរបស់ ADB ជាមួយអាស៊ាននិងតួនាទីរបស់ស្ថាប័ននេះក្នុងនាមជាធនាគារសំខាន់របស់តំបន់លោក Kanda បានចូលរួមកិច្ចប្រជុំនេះក្នុងនាមជាភ្ញៀវកិត្តិយសរបស់ប្រធានអង្គប្រជុំគឺ Ferdinand R. Marcos Jr. ប្រធានាធិបតីហ្វីលីពីនលោក Masato Kanda បានមានប្រសាសន៍ថាអាស៊ានមានអាទិភាពច្បាស់លាស់និងមហិច្ឆតាខ្ពស់ប៉ុន្តែបញ្ហាប្រឈមនៅពេលនេះគឺការអនុវត្តជាពិសេសនៅពេលដែលតំបន់កំពុងប្រឈមមុខនឹងវិបត្តិស្មុគស្មាញជាច្រើនចាប់ពីភាពមិនច្បាស់លាស់ផ្នែកភូមិសាស្ត្រនយោបាយរហូតដល់វិបត្តិសេដ្ឋកិច្ចក្នុងនាមជាធនាគារសំខាន់របស់តំបន់ធនាគារអភិវឌ្ឍន៍អាស៊ីកំពុងផ្ដល់ហិរញ្ញប្បទានជំនាញនិងគម្រោងវិនិយោគទាំងវិស័យសាធារណៈនិងឯកជនតម្លៃ$30,000,000ដើម្បីគាំទ្រដោយផ្ទាល់ដល់អាទិភាពរបស់អាស៊ាននិងផ្ដល់អត្ថប្រយោជន៍យូរអង្វែងដល់ប្រជាជនក្នុងតំបន់ដើម្បីកសាងភាពធន់រយៈពេលវែងការបដិញ្ញាចិត្តគិរដ្ឋវិការចំនួន$30,000,000របស់ធនាគារអភិវឌ្ឍន៍អាស៊ីនឹងផ្ដោតលើគំនិតផ្ដួចផ្ដើមធំៗចំនួន5ក្នុងតំបន់កញ្ចប់ហិរញ្ញប្បទាននេះរួមមានថវិកាចំនួន$6,000,000សម្រាប់ពង្រឹងទីផ្សារមូលធននិង$5,000,000សម្រាប់ពន្លឿនការអនុវត្តគម្រោងបណ្ដាញអគ្គិសនីអាស៊ានដែលជាផ្នែកមួយនៃការគាំទ្ររបស់ ADB ដែលបានប្រកាសពីមុនរហូតដល់$10,000,000ត្រឹមឆ្នាំ2035សម្រាប់គម្រោងនេះកញ្ចប់នេះក៏រួមបញ្ចូលការវិនិយោគលើការត្រៀមខ្លួនផ្នែកបញ្ញាសិប្បនិម្មិតការអភិវឌ្ឍសេដ្ឋកិច្ចខៀវនិងការពង្រឹងភាពធន់នៃប្រព័ន្ធទន្លេផងដែរលោកកៅកំហួនអគ្គលេខាធិការអាស៊ានបានមានប្រសាសន៍ថាអាស៊ានស្វាគមន៍ការបដិញ្ញាចិត្តកាន់តែខ្លាំងរបស់ធនាគារអភិវឌ្ឍន៍អាស៊ីចំពោះតំបន់និងប្រជាជនរបស់យើងភាពជាដៃគូដ៏សំខាន់នេះនិងការបដិញ្ញារបស់ធនាគារអភិវឌ្ឍន៍អាស៊ីក្នុងការប្រមូលថវិកា$30,000,000ត្រឹមឆ្នាំ2030គឺជាសញ្ញាដ៏មានអត្ថន័យនៃការជឿជាក់លើចក្ខុវិស័យរបស់អាស៊ាននិងសមត្ថភាពរបស់អាស៊ានក្នុងការសម្រេចបានលទ្ធផលយើងទន្ទឹងរង់ចាំធ្វើការយ៉ាងជិតស្និទ្ធជាមួយធនាគារអភិវឌ្ឍន៍អាស៊ីក្នុងនាមជាដៃគូដែលអាចទុកចិត្តបានដើម្បីបំលែងការបដិញ្ញាចិត្តនេះឲ្យក្លាយជាលទ្ធផលជាក់ស្ដែងរួមគ្នាយើងអាចពន្លឿនវឌ្ឍនភាពលើអាទិភាពរួមរបស់យើងចាប់ពីការតភ្ជាប់ថាមពលនិងភាពធន់នឹងអាកាសធាតុរហូតដល់កំណើនប្រកបដោយបរិយាបន្នសម្រាប់ប្រជាជនទាំងអស់ក្នុងកិច្ចពិភាក្សាជាមួយមេដឹកនាំអាស៊ានលោក Kanda ក៏បានលើកឡើងអំពីផលប៉ះពាល់សេដ្ឋកិច្ចពិភពលោកដែលទាក់ទងនឹងជម្លោះនៅមជ្ឈមបូព៌ានិងផលប៉ះពាល់លើខ្សែច្រវាក់ផ្គត់ផ្គង់ដើម្បីជួយស្ថិរភាពសេដ្ឋកិច្ចក្នុងតំបន់ធនាគារអភិវឌ្ឍន៍អាស៊ីកំពុងផ្ដល់ជំនួយថវិកាបន្ទាន់ដល់ប្រទេសដែលកំពុងប្រឈមសម្ពាធហិរញ្ញវត្ថុហើយបានដំណើរការឡើងវិញជាបណ្ដោះអាសន្ននៅកម្មវិធីគាំទ្រវិស័យឯកជនសម្រាប់ការនាំចូលប្រេងឥន្ធនៈតាមរយៈកម្មវិធីគាំទ្រហិរញ្ញប្បទានសម្រាប់ពាណិជ្ជកម្មនិងខ្សែច្រវាក់ផ្គត់ផ្គង់នៅថ្ងៃទី7ខែឧសភាលោក Kanda ក៏បានចូលរួមកិច្ចប្រជុំពិសេស BIMEAGA និងបានបញ្ជាក់ឡើងវិញនូវការបដិញ្ញារបស់ ADB ក្នុងការគាំទ្រចក្ខុវិស័យឆ្នាំ2035របស់អនុតំបន់នេះតាមរយៈការគាំទ្រគម្រោងច្រកសេដ្ឋកិច្ចការតភ្ជាប់បណ្ដាញអគ្គិសនីអាស៊ាននិងការវិនិយោគលើសន្តិសុខស្បៀងនិងការអភិរក្សប្រព័ន្ធអេកូឡូស៊ីសមុទ្រដើម្បីការណែរជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្រៅកិច្ចប្រជុំលោក Masato Kanda បានជួបទ្វេភាគីជាមួយមេដឹកនាំអាស៊ាននិងដៃគូក្នុងតំបន់ជាច្រើនរួមមានលោកហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជាដែលកំពុងជំរុញការធ្វើទំនើបកម្មសេដ្ឋកិច្ចការធ្វើសមាហរណកម្មក្នុងតំបន់និងការអភិវឌ្ឍប្រកបដោយចីរភាពលោកប្រាក់បូវឯការពង្រីកហេដ្ឋារចនាសម្ព័ន្ធនិងការពង្រឹងតួនាទីឥណ្ឌូនេស៊ីក្នុងតំបន់លោកអាន់វ៉ាអ៊ីប្រាហ៊ីមនាយករដ្ឋមន្ត្រីម៉ាឡេស៊ីដែលជំរុញការកែតម្រង់សេដ្ឋកិច្ចនិងកិច្ចសហប្រតិបត្តិការប្រកបដោយចីរភាពលោក Lawrence Wong នាយករដ្ឋមន្ត្រីសង្ហបុរីដែលផ្ដោតលើនវានុវត្តន៍ការផ្លាស់ប្ដូរ Digital និងភាពធន់សេដ្ឋកិច្ចនិងលោកសាន់អាណា Guzmão នាយករដ្ឋមន្ត្រីទីម៉ូខាងកើតនិងអតីតមេដឹកនាំចលនាឯករាជ្យដែលបដិញ្ញាលើអភិបាលកិច្ចប្រជាធិបតេយ្យនិងសមាហរណកម្មក្នុងតំបន់នៅថ្ងៃទី11ខែឧសភាឆ្នាំ2026ទំព័រ Facebook របស់ធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជាបានបង្ហោះព័ត៌មានដោយសរសេរថាអំពីជំនួបរវាងលោក Masato Kanda និងសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតក្នុងអំឡុងកិច្ចប្រជុំកំពូលអាស៊ាននៅទីក្រុងសេប៊ូបន្ទាប់ពីជំនួបនេះលោក Masato Kanda បានសរសេរនៅលើបណ្ដាញសង្គម LinkedIn ថាកម្ពុជាកំពុងបន្តសម្រេចបានវឌ្ឍនភាពអភិវឌ្ឍយ៉ាងរឹងមាំខ្ញុំមានជំនួបប្រកបដោយផលិតភាពខ្ពស់ជាមួយសម្ដេចធិបតីហ៊ុនម៉ាណែតដើម្បីអបអរសាទរសមិទ្ធផលទាំងនេះនិងថ្លែងអំណរគុណចំពោះភាពជាដៃគូយូរអង្វែងរវាងកម្ពុជានិងធនាគារអភិវឌ្ឍន៍អាស៊ីក្នុងពេលដែលពិភពលោកកំពុងប្រឈមវិបត្តិស្មុគស្មាញជាច្រើន ADB ត្រៀមខ្លួនក្នុងការបង្កើនការគាំទ្ររបស់ខ្លួននិងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាដើម្បីជួយប្រទេសដោះស្រាយបញ្ហាប្រឈមបន្តអាទិភាពជាតិនិងបង្កើតឱកាសពិតប្រាកដសម្រាប់ប្រជា